ព័ត៌មាននេះខ្ញុំឃើញយូរដែរហើយប៉ុន្តែខ្ញុំធ្វើវីដេអូនេះចង់ទៅសើបងប្អូនខ្មែរយើងទាំងអស់គ្នាដែលរស់នៅប្រទេសកូរ៉េពហិការផលិតផលវាយើងមិនអាចទៅច្បាំងទៅអីបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺពហិការមិនប្រើប្រាស់ផលិតផលវាហើយកាលណាដែលយើងអត់ប្រើឃើញអា trend ស្អុយលួយចោលចឹងតែស្អុយលួយចោលគេលែងហ៊ានទិញពីវាយកទៅលក់នៅកូរ៉េទៀតហើយអញ្ចឹងគឺវាប៉ះពាល់ទៅដល់ប្រទេសវាមួយផ្នែកដែរហើយថ្ងៃនេះខ្ញុំតែឃើញព័ត៌មានគេចុះណាពួកសៀមនឹងវានិយាយថាខ្មែរយើងបានលើកទ័ពទៅព្រំដែននៅទៀតហើយទាំងតែខ្មែរយើងអត់មានបានធ្វើអីសោះនិយាយទៅចរិតវាគឺដដែលហ្មងសម្រាប់បងប្អូនចង់បានស្បែកស្អាតក្មេងជាងវ័យមានសុខភាពល្អហើយប្រើប្រាស់ទៅអត់មានផលប៉ះពាល់ដល់ថ្ងៃក្រោយប៉ះពាល់ដល់ស្បែកឬក៏ប៉ះពាល់ដល់សុខភាពខ្ញុំណែនាំផលិតផល Labon ដែលផលិតនៅរោងចក្រនៅប្រទេសញូហ្សេឡង់ដែលមានស្តង់ដារខ្ពស់ស្តង់ដារកម្រិតអន្តរជាតិឆ្លងកាត់ការពិនិត្យឆ្លងកាត់ការធ្វើតេស្តជាច្រើនហើយផលិតផលយើងទាំងអស់គឺផលិតនៅប្រទេសញូហ្សេឡង់លើកលែង sunscreen មួយដែលយើងផលិតនៅប្រទេសអូស្ត្រាលីធានាថាគុណភាពជូនបងប្អូនតែម្ដងរាល់ការផលិតនីមួយៗគឺឆ្លងកាត់ការពិសោធន៍ឆ្លងកាត់ការតេស្តច្រើនខ្លាំងមែនទែនឆ្លងកាត់ការពិនិត្យជាមួយនឹងអ្នកជំនាញខាង cosmetic formulator អ្នកជំនាញខាងគីមីវិទ្យាហើយនឹងវិជ្ជាបណ្ឌិតផ្នែកស្បែកផងដែរបងប្អូនហើយផលិតផលនីមួយៗចំណាយពេលយ៉ាងហោចណាស់ក៏2ទៅ3ឆ្នាំទៅអាចចេញលក់ដែរដោយសារតែមានការត្រួតពិនិត្យច្រើនមែនទែនហើយធានាគុណភាពជូនទៅដល់បងប្អូនណាកូន